chọc khét tiếng nhối ấy, ok ai chỉ pro từ hay bằng con số thẳng hay bởi chọc khét nhối rồi đã cho mà chỉ pro ấy mình chỉ làm ấy gì nữa mình nói chừng pick up ấy như thế nên ngày để sai tại bằng bốn xuôi nhôm mà nhôm hồng phê rồi mình về tàn được pro chứ cứ miền chụp rất miền tập pi đương thế ok nên ngày chụp được xuống bốn óc này ngày nay nhôm miền video muối trong slide từ năng sầm nô bằng bốn hay sầm nô nướng chia sầm nô đài bên như dùng xuôi tràn trên game mà xuôi ngày mình thay nó trong Facebook page YouTube channel របស់ខ្ញុំអីផ្សេងគឺមានការសួរសំណួរនឹងច្រើនហ្នឹងហើយហើយសម្រាប់បងប្អូនដែលអត់ទាន់ស្គាល់ YouTube របស់ខ្ញុំអាចចូលទៅ link កន្លែងនេះខាងនេះហ្នឹងហើយហើយ link ខាងក្រោម link ខាងនេះ link នៅក្នុង description ខាងក្រោមហ្នឹងហើយសំណួរសួរថាតើរវាង beta និង pro មួយណាល្អជាងអូខេហ្នឹងហើយមុននឹងឆ្លើយថាមួយណាល្អជាងខ្ញុំចង់ឲ្យបងប្អូនកលេចទៅមើលចំណុចផ្សេងរបស់ឡានទាំងពីរសិនហ្នឹងហើយនឹងហើយចំណុចទី1គឺតកតងទៅនឹងទំហំដែលខ្ញុំចង់និយាយហ្នឹងហើយទំហំសម្រាប់ beta គឺទូជាងឡានប្រុសបន្តិចទូជាងប្រុសបន្តិចបើសិនឧទាហរណ៍បើសិនជាយើងដឹក3ខាងក្រោយខាងមុខ2 3ខាងក្រោយដូចគ្នាគឺបើនិយាយទៅគឺប្រុសទលាជាងហើយមិនថាកៅអីខាងមុខសម្រាប់អ្នកបើកសម្រាប់អ្នកអង្គុយជាមួយគឺទូជាង beta ទូជាងប្រុសហ្នឹងហើយអញ្ចឹងប្រុសទលាជាងបន្តិចទាំងកន្លែងដាក់អីវ៉ាន់អាចផ្សំផ្ដំផ្សំគ្នាប៉ុន្តែប្រុសនៅតែប្រុសធំជាងចំពោះប្រុសមានអាចបត់កៅអីចូលទៅអាចដាក់បានច្រើនជាងខាងក្រោយព្រោះ beta គឺជាប្រភេទឡានក្លុបដាច់អញ្ចឹងគឺដាក់អស់ហើយតែប្រុសយើងអាចផ្ដេកកៅអីចូលទៅអាចដាក់អីវ៉ាន់ដាក់អីផ្សេងបានច្រើនជាងហ្នឹងហើយអាហ្នឹងទំហំគឺប្រុសល្អជាង beta ទំហំអូខេហើយមួយទៀតចំណុចមួយទៀតគឺទាក់ទងទៅនឹងល្បឿន speed ទាក់ទងទៅនឹងល្បឿនវាជេផ្សេងហ្នឹងហើយសម្រាប់ beta បើសិនជាយើងទិញ beta មកសម្រាប់ជិះលក្ខណៈថាជិះវាជេផ្សេងគឺមិនមែនជាជំរើសដ៏ល្អទេព្រោះល្អជាងហ្នឹងហើយ beta ដូចខ្ញុំនិយាយដដែលជាប្រភេទឡានម៉ាស៊ីន3ហើយ limit speed ហ្នឹងហើយនៅពេលដែលយើងជិះទៅខេត្តអីផ្សេងបើសិនជាបងប្អូនមានអារម្មណ៍ថាគឺវិញអានឹងមិនមែនជាជំរើសដ៏ល្អសម្រាប់បងប្អូនទេយកប្រុសទិញប្រុសល្អជាងប្រុសបើសិនប្រុសគេមានគេថាជន់បានជាង beta ហ្នឹងហើយបើសិនជាប្រភេទឡាននឹងឆ្នាំចាប់ពី0 10ឡើងទៀតប្រុសគេមាន power mode អីផ្សេងគឺល្អជាងbeta បើយើងនិយាយឲ្យស្រួលស្ដាប់ទៅយើងជិះតាមផ្លូវគឺលក្ខណៈថាយើងជន់ទៅម្នាក់ឯងណាទៅដាក់បទចម្រៀងស្ដាប់ហើយយើងជន់មកល្មមទៅអានេះគឺល្អហើយbeta ហ្នឹងហើយអញ្ចឹងទាក់ទងទៅនឹង speed គឺប្រុសល្អជាងបាទហើយពីរណាតែចំណុច2ដែលប្រុសល្អជាងចំណុចមួយទៀតគឺទាក់ទងទៅនឹង feature ឬក៏ភាពស៊ីវិល័យភាពទំនើបអីផ្សេងនៅក្នុងឡានហ្នឹងអញ្ចឹងទៅមែនទេទៅ beta គឺអត់មានទេដូចខ្ញុំធ្លាប់ធ្វើវីដេអូមួយអញ្ចឹងគឺអត់មានភាពទំនើបអីទេគឺបើសិនជាយើងនិយាយស្ដាប់នៅក្នុងឡានគឺបើលើចកោតវិញគឺអត់មានអីតំណងបាទគឺតងោលហ្មងគឺអត់មានអីទេ feature ទៅគឺអត់មានទេប៉ុន្តែសម្រាប់ឡានប្រុសគឺគេមានច្រើនហើយបើសិនជាប្រភេទឡាន full option នេះគឺរត់តែមានច្រើនទៀតប្រុសភាពស៊ីវិល័យអីផ្សេងគឺប្រុសគេមានអញ្ចឹងបើសិនជាបងប្អូនស្រឡាញ់ឡានដែលមានភាពទំនើបភាពស៊ីវិល័យច្រើនហ្នឹងហើយភាពស៊ីវិល័យអីផ្សេងគឺបងប្អូនអាចយកប្រុសទៅអញ្ចឹងយើងចូលទៅចំណុចមួយទៀតទាក់ទងទៅនឹងការថែទាំហ្នឹងហើយការថែទាំសម្រាប់ beta ខ្ញុំអាចនិយាយថាស្រួលថែទាំជាងប្រុសដោយសារអីដោយសារតែbeta អត់មាន feature ដល់ពេលអត់មាន feature ច្រើនអញ្ចឹងភាពទំនើបអីផ្សេងក៏អត់មានហើយព្រមទាំងអត់មានទាក់ទងទៅនឹងអង្គុយ hybrid អត់មានប្រព័ន្ធភ្លើងអីផ្សេងអញ្ចឹងការថែទាំល្អជាងប្រុសហើយប្រុសគឺយើងត្រូវថែទាំច្រើនជាង beta ហើយខូចអីផ្សេងក៏អាចតែច្រើនជាង beta ដែរអាហ្នឹងតាមបទពិសោធន៍ខ្ញុំធ្លាប់ប្រើហ្នឹងហើយតាមបទពិសោធន៍របស់ខ្ញុំ beta ខ្ញុំប្រើចិត្តមួយឆ្នាំហើយនិយាយទៅចិត្តមួយឆ្នាំហើយតែអត់ទាន់មានខូចអីទេដូចខ្ញុំបានធ្វើវីដេអូមុនអញ្ចឹងគឺបញ្ហាតាមមួយគឺញ័រអាលាងកងងារហ្នឹងទៅដល់ពេលយើងលាងទឹកបាត់ហ្នឹងអញ្ចឹងមានតែបញ្ហាមួយហ្នឹងទេក្រៅពីហ្នឹងគឺអត់មានប៉ុន្តែសម្រាប់ប្រុសដែលខ្ញុំធ្លាប់ជិះអញ្ចឹងថាឡានដែលខ្ញុំធ្លាប់ជិះពីមុនគឺឆ្នាំខ្ពស់ដែរបងប្អូន012
ប៉ុន្តែខូចច្រើនមែនទែនដោយសារអីដោយសារតែអញនិយាយថាខ្ញុំទិញប៉ះឡានអត់ល្អនឹងទិញប៉ះឡានអត់ល្អទៅក៏នៅមួយយើងអត់ចេះមើលឡានដល់ពេលអញ្ចឹងទិញមកខូចច្រើនមែនទែន ABS ខ្ញុំធ្លាប់បដូរ012របស់ខ្ញុំអាគុយខ្ញុំធ្លាប់បដូរបើម៉ែត្រកូដវិញដូរឡើងនេះហ្មងឡើងចឹងហ្មងហ្នឹងហើយតែ3ខែ4ខែខ្ញុំដូរម្ដងខ្ញុំអត់ដឹងមិនឡានខ្ញុំគាត់ទិញទៅដូចទិញទៅគឺនេះទៅខូចច្រើនមែនទែនដោយសារតែយើងអត់ចេះមើលឡានណាហ្នឹងហើយតែបើថាគឺអត់ទេអញ្ចឹងបានខ្ញុំថាព្រោះបើសិនជាយើងអត់ចេះមើលឡានមើលអីទៀតគឺទិញទៅគឺពិបាកអីបើសិនជាបងប្អូនចេះមើលឡានអាចទិញប៉ះឡានល្អវាមិនខូចអញ្ចឹងទេហ្នឹងហើយអានោះដោយសារតែខ្ញុំទេដោយសារតែឡានរបស់ខ្ញុំទិញទៅប៉ះអញ្ចឹងប៉ុន្តែបើទៀតទៅក្នុងការថែទាំក៏នៅតែព្រោះពិបាកថែទាំជាងបើតាឡានហ្នឹងខ្ញុំហ៊ាននិយាយអញ្ចឹងបាទអូខេហើយមួយទៀតកម្រិតស៊ីសាំងបាទកម្រិតស៊ីសាំងគឺពីរហ្នឹងគឺបដំប្រសងគ្នាទេបដំប្រសងថងថាទី1ព្រោះគេមានអាគុយ hybrid ហើយម៉ាស៊ីន4ហើយទី2 Beta គឺមានម៉ាស៊ីន3តែបើសិនជាជិះផ្លូវលាតធម្មតាគឺ Beta ស៊ីច្រើនជាងព្រោះអាចថា1លីត្រទៅ2លីត្រអាចចូល13លីត្របាទថ្មីត្បិតតែ Beta មានម៉ាស៊ីនតែ3ឡានទូចមែនតែស៊ីច្រើនជាងព្រោះដោយសារតែគេព្រោះគេមានប្រព័ន្ធ hybrid អញ្ចឹងជន់ទៅមកស្មាត់គឺស៊ីសាំងតិចជាងហ្នឹងហើយក្នុងក្រុងក៏នៅតែព្រោះស៊ីតិចជាងដែរហ្នឹងអញ្ចឹងចំណុចហ្នឹងខ្ញុំចង់ភ្ជាប់ជាមួយនឹងសំណួរបងដែលបានសួរខ្ញុំបងមួយដែលគាត់បានសួរខ្ញុំថាមូលហេតុអីបានខ្ញុំបដូរពីព្រុសទៅជា Beta ហ្នឹងហើយសំណួរគាត់ល្អមែនទែនហើយមូលហេតុគឺដូចអាចចំណុចកាក់តែតហ្នឹងដោយសារតែខ្ញុំខូចពេកឡានខ្ញុំខូចពេកហ្នឹងហើយខ្ញុំទិញបាសឡានអត់សូវល្អអញ្ចឹងខូចពេកអញ្ចឹងសម្រាប់បងប្អូនដែលគាត់ទិញបាសឡានល្អអត់សូវខូចអាហ្នឹងបងប្អូនអាសាថែទាំតិចទៅនឹងអាសាចូលជាងគាត់ check មើលចូលក្រាស់គាត់ check មើលរហូតទៅអាហ្នឹងវាមិនងាយខូចទេហ្នឹងហើយតែគាត់ថាខ្ញុំទិញបាសឡាននេះទៅខ្ញុំធ្វើឡូតទៅក៏ដូរទៅហ្នឹងហើយដូរទៅហើយមុនដូរខ្ញុំមើលឃើញថា Beta វារូបរាងអីសមល្មមដែលយើងអាចយកទៅប្រើបានក៏ទិញទៅហ្នឹងហើយអាហ្នឹងជាមូលហេតុជាចម្លើយដែលចង់ឆ្លើយទៅបងដែលបានសួរខ្ញុំអញ្ចឹងណាអូខេអានេះកម្រិតស៊ីសាំងគឺ5សងនេះអាចថា Beta ស៊ីច្រើនជាងព្រុសពីអាចថា1កន្លះទៅ3លីត្រចុះចន្លោះហ្នឹងហើយ100គីឡូហ្នឹងសម្រាប់100គីឡូហ្នឹងអូខេហើយមួយទៀតទាក់ទងទៅនឹងតម្លៃអូខេតម្លៃអាចនិយាយបានថាខ្ញុំថាចឹងBetaវាជាប្រភេទឡានទូចហើយអត់មានពីឈើអីច្រើនអញ្ចឹងតម្លៃល្មមយើងទិញបានឡានស្អាតហើយឡានឆ្នាំខ្ពស់ឡានឆ្នាំខ្ពស់ហើយឡានស្អាតហើយតម្លៃត្រឹម12អីចុះគឺ Beta គឺយើងអាចរកបានដល់012បាទអាច011 012អាចរកបានស្ថានភាពឥឡូវហ្នឹងហើយសម្រាប់ព្រុសហើយជាតម្លៃហ្នឹងបើជាយើងរកឡានស្អាតដូចជាពិបាករកបន្តិចហើយតែបើត្រឹម15 14 15អីអាហ្នឹងយើងអាចរកមើលត្រឹម0 8 04អីបានហើយ03 04 07ហើយបានអូខេទាក់ទងទៅនឹងតម្លៃព្រុសខ្ញុំអត់ទៅដឹងដែរតែគាត់ខ្ញុំដឹងថាតម្លៃពីរហ្នឹងបើសិនជាតម្លៃកញ្ចប់ថវិកាប្រហែលគ្នាគឺយើងអាចBeta យើងអាចរកបានឡានឆ្នាំខ្ពស់ហើយឡានថ្មីជាងព្រុសហ្នឹងហើយអូខេអញ្ចឹងសរុបមកវិញបើសិនជាបងប្អូនសួរខ្ញុំថាតើរវាងBetaនិងព្រុសបីណាល្អជាងបងប្អូនអាចយកចំណុចទាំងអស់ហ្នឹងយកទៅគិតខ្លួនឯងខ្ញុំអត់ហ៊ាននិយាយថាមួយណាល្អជាងយកមួយណាមិនល្អជាងទេដោយសារតែឡានទាំងពីរគឺមានទាំងចំណុចល្អទាំងចំណុចមិនល្អរៀងៗខ្លួនអញ្ចឹងណាទៅតាមស្ថានភាពជាក់ស្ដែងបងប្អូនយកទៅជិះតម្រូវការអីគេអញ្ចឹងទៅហ្នឹងហើយចុះខេតទាំងញយអូខេអាចជិះព្រុសទៅហើយបងប្អូនសួរថាហើយបើចុះខេតញយទៅដែរចាំបាច់ជិះព្រុសទៅអីមិនជិះឡានអីផ្សេងទៅមិនល្អជាង pick up អីចឹងទៅហ្នឹងហើយដោយសារតែបងប្អូនសួរខ្ញុំមកខ្ញុំcompareរវាងBetaនិងព្រុសអញ្ចឹងគឺមានតែជំរើសមានតែពីរហ្នឹងទេតែបងប្អូនអូខេជិះលក្ខណៈនៅក្នុងក្រុងទៅធ្វើការរកកូនទៅរៀនផ្សេងអាចយកBetaក៏បានដែរបាទព្រុសក៏បានBetaក៏បានអត់អីទេតែបើបងប្អូនខ្ជិលឈឺក្បាលរឿងការទាក់ទងរបស់ខ្ញុំរៀបរាប់ពីលើហ្នឹងអាចយកBetaទៅជាជំរើសល្អហ្នឹងហើយអូខេអញ្ចឹងវីដេអូមួយហ្នឹងគឺមានតែប៉ុណ្្នឹងទេហើយបើសិនជាបងប្អូនមានសំណួរអីអាចខមមិនខាងក្រោមអូខេមួយទៀតខ្ញុំចង់បកស្រាយរឿងទាក់ទងទៅនឹងវីដេអូមុនមានទាក់ទងបងប្អូនគាត់សួរទាក់ទងគ្រឿងបន្លាស់បងប្អូនបើសិនជាបងប្អូនចង់បានគ្រឿងបន្លាស់អីផ្សេងអាចឆាតចូលក្នុងពេចរបស់ខ្ញុំក៏បានដែរចាំខ្ញុំផ្ញើលេខជាង
ឲ្យបងប្អូនអាចខលទៅសួរគាត់អញ្ចឹងណាព្រោះបើសិនជាសួរនៅក្នុងនោះខ្ញុំអត់អាចយកលេខគាត់ទៅខមមិនខាងក្រោមជូនបងប្អូនបានទេខ្លាចមានអ្នកโกงមានអីហ្នឹងហើយម្ចាស់គាត់ក៏គាត់អត់ឲ្យខមមិនខាងក្រោមហ្នឹងដែរតែបើសិនជាបងប្អូនអាចឆាតមកសួរខ្ញុំនឹងឆាតសួរក្នុងเพจខ្ញុំអាចផ្ញើលេខនឹងតាមឆាតឲ្យបាទហ្នឹងហើយអូខេអញ្ចឹងអរគុណច្រើនបងប្អូនអរគុណវីដេអូនេះដល់ទីបញ្ចប់ហើយជួបគ្នានៅវីដេអូក្រោយបាយបាយ